Ok, còn chập đam record chân không mùi màu ấy hay chỉ video Việt thông mình lại thay vì miền Pal Việt thông nên là phục mai bóng phone ai download ba này on chân rồi thì sao là thời Pal không bị tụi mình và chân chân nó cái bạn số đây bạn បាទជ và chân không đấyដំណាំស្វាយចន្ទីចាប់ពីខែណាទៅគេធ្វើអីវានៅក្នុងនេះទាំងអស់អញ្ចឹងអ្នកខ្លះគាត់បាញ់ជំរុះតាំងពីខែ9ឬក៏ខែ10គាត់ជំរុះពីនឹងទៅហើយគាត់ចង់បានពីទ្រួយអញ្ចឹងគាត់ជំរុះគាត់ប្រើអីថាអូរីឥឡូវនេះយើងសិក្សាបានធាតុសកម្មមួយទៀតដើម្បីធ្វើឲ្យ stress បូកជាមួយ theory មានន័យថាពេលបាញ់ទៅវាជ្រុះខ្លាំងទទួលបានជោគជ័យលើការជ្រុះបាទអញ្ចឹងចាប់ពីដើមពីខែ9 10 11អាហ្នឹងយើងអាចជំរុះតែបើសិនជាមកពាក់កណ្ដាលខែ11គួរតែជំរុញទៅវាល្អជាងមានថាវាមានពេលវេលារបស់វាបើដើមយើងជំរុះវាបានពីត្រួយតែស្លឹកខ្សោយមានន័យថាដំណាំហ្នឹងវាខ្សោយដោយសារយើងដាក់ជីតិចអញ្ចឹងបើជំរុញឲ្យទៅដល់ខែ12វានឹងចាញ់ផ្កាកន្លែងណាបាទអញ្ចឹងអាហ្នឹងដំណាក់កាលស្វាយចន្ទីតែគោលបំណងថ្ងៃនេះយើងចង់បានថាធ្វើម៉េចយើងកាត់បន្ថយចំណាយអញ្ចឹងពុកម៉ែបងប្អូនចង់កាត់បន្ថយចំណាយអញ្ចឹងចង់កាត់បន្ថយចំណាយបានទី1ពុកម៉ែបងប្អូនមើលទៅវិញកម្មវិធី IMOBX Cambodia នៅក្នុងក្រុមយើងក៏មានខ្ញុំក៏បានបង្ហាញហើយឬក៏តាមសសកក៏ខ្ញុំបានបញ្យល់ហើយប្រហាត់ហើយអាកាសវាមានតែម្ដងដោយសារការទៅបរិញ្ញាបានតិចអ្នកចំណាយច្រើនអញ្ចឹងហើយខ្ញុំអាចរើសកម្មវិធីតាម Telegram បាទអញ្ចឹងទី1ពុកម៉ែបងប្អូនធ្វើមេឲ្យបានមេ IMOBX Cambodia ចាំមើលតើខ្ញុំ review ទៅកន្លែងនោះវិញ1ម៉ោងតន់អត់ណាអញ្ចឹងទី1ពុកម៉ែបងប្អូនបែរទៅសិក្សាទៅលើ IMOBX Cambodia វិញសម្រាប់កម្មវិធី IMOBX Cambodia នៅក្នុងម៉ោងហ្នឹងខ្ញុំសូមអត់លើកឡើងទេភាគច្រើនពុកម៉ែបងប្អូននៅក្រុមនេះចេះទាំងអស់គ្រាន់តែអ្នកណាធ្វើតិចអ្នកណាធ្វើច្រើនតែប៉ុណ្ណឹងអញ្ចឹងពុកម៉ែបងប្អូនផលិតឲ្យបានមេហើយទៅបានមេនឹងហើយពុកម៉ែបងប្អូនផលិតទី1ជីត្រីជីស្បែកគោអានឹងសិតពពុះជីអាសូតដើម្បីអីដើម្បីដាក់យកស្លឹកអញ្ចឹងយើងធ្វើពេលយើងធ្វើឲ្យ1លីត្រយើងអាចប្រើ100លីត្រទឹកបាញ់លើស្លឹកឬ1លីត្រស្លឹកកុលលីទឹក50លីត្រកុំសុំបញ្ជាក់កន្លែងហ្នឹងវិញបាទនេះសមាជិកយើងគាត់ផលិតបានGIMOBX Cambodia គាត់ផលិតបានអញ្ចឹងក្រោយគាត់ផលិតមេបានគាត់ចាប់ផ្ដើមទៅផលិតជីជាច្រើនទៅជាជីអាសូតជីប៉ូតាស្យូមជីកាល់ស្យូមលក្ខណៈអាហ្នឹងមកពីអីមកពពុះវត្ថុធាតុដូចជាសបកពមន់សបកពងទីអញ្ចឹងទៅឬក៏បន្លែផ្លែឈើគេចោលយើងយកមកត្រាំហ្នឹងគេហៅថាផ្អាប់ fermentation អីហ្នឹងអញ្ចឹងក្នុងរយៈពេល12សប្តាហ៍ពុកម៉ែបងប្អូនបានជីមួយធុងសួរតែជីមួយធុងឧទាហរណ៍100លីត្រ100លីត្រគុណនឹង50លីត្រ100លីត្រគុណនឹង50លីត្រយើងបានប្រើទឹកប្រមាណទឹក5000លីត្រ
ស្មើនឹង5គីបពុកម៉ែបងប្អូនស្រោចបាញ់តាមចិត្តពុកម៉ែបងប្អូនតែមិនធំនឹងយើងចំណាយប្រហែលខ្ញុំគិតថាមិនធំនឹងចំណាយតិចទេបាទបន្ទាប់ទៀតមួយចំនួនដែលយើងប្រមូលបានអញ្ចឹងក្នុងមួយខែយើងអាចដាក់មិនថា3សប្តាហ៍ដាក់ម្ដងស្រោចគល់បាញ់ស្លឹកស្រោចគល់បាញ់ស្លឹកពេលដែលស្លឹកវាជិតចាស់ពុកម៉ែបងប្អូនជំរុញវាតែម្ដងអញ្ចឹងជំរុញនឹងយើងប្រើអីយើងប្រើវិធីសាស្ត្របញ្ចូលអន្តរាគមន៍ដោយគីមី10-10បូកជាមួយថែអូរីឬក៏10-10បូកជាមួយ7-5-44អញ្ចឹងទៅឧទាហរណ៍1000លីត្រមួយបាយកញ្ចប់មួយពីរកញ្ចប់ឬក៏បាយកញ្ចប់ទៅគ្នាយើងបាញ់ដើម្បីឲ្យស្លឹកនឹងវាចាស់ប្រងគ្នាពេលដែលស្លឹកនឹងវាចាស់ប្រងគ្នាហើយយើងធ្វើម៉េចទៀតត្រៀមដើម្បីទទួលផ្កាមិនថាវាចាញ់ត្រួយមកមួយទៀតគឺចាញ់ផ្កាតែម្ដងហ្នឹងយើងជំរុញចាញ់ត្រួយមកចាញ់ផ្កាឥឡូវយើងត្រូវតែបំពន់ផ្កាហ្នឹងប្រើជីណាជីត្រីជីស្បែកគោឬក៏មានបូកជាមួយពពុះវាមានផ្កាហើយប៉ុន្តែវាអត់តាន់ទីពពុះកាល់ស្យូមនិងបូរ៉ុនលាយជាមួយគ្នាបូរ៉ុនពុកម៉ែបងប្អូនដាក់ត្រឹមតែ1លីត្រទឹក1000លីត្រ1លីត្រទឹក1000លីត្រ1លើ1000អត្រាតែប៉ុណ្ណឹងពុកម៉ែបងប្អូនអាចបាញ់ទៅលើស្លឹកឬពុកម៉ែបងប្អូនមានពពុះជីឆ្អឹងលាយបើអត់មានលុយខ្វះលុយអត់មានទិញបូពពុះកាល់ស្យូមបូរ៉ុនហើយបូអីនោះបានពុកម៉ែបងប្អូនប្រើពពុះជីឆ្អឹងពពុះអីទៅវាប្រហែលគេទេនឹងកន្លែងដែលយើងអត់មានលុយយើងសក់ចាយមួយទៀតពុកម៉ែបងប្អូនធ្វើជីផ្លែឈើពេលលផ្កាកំពុងនោះបាញ់នឹងទៅទទួលបានផលល្អយើងធ្វើការសិក្សាលើស្វាយចន្ទីលើស្រូវលើតារ៉េនបានជោគជ័យទិន្នន័យនឹងខ្ញុំមានហើយពុកម៉ែបងប្អូនមួយចំនួនឡងគ្រូដែរគាត់ប៉ុន្តែគាត់មិនសូវបញ្ចាញ់ម៉ែខ្ញុំអត់ដឹងភាគច្រើនស្វាយចន្ទីឬក៏ស្រូវគាត់ធ្វើបានជោគជ័យបងមួយនៅពិសេសអ្នកនៅកំពង់ធំនៅក្នុងក្រុមមួយទៀតក្រុម IMO VS Cambodia ក្រុមហ្នឹងវាមាន limit កន្លែងថាតើតើអ្នកបានសិក្សាបានគេ approve ចូលឬក៏ជាវសភៅយកទៅសិក្សាអញ្ចឹងអ្នកដែលជាវសភៅយកទៅសិក្សាហ្នឹងចង់សួរពេលណាក៏បានយើងមានក្រុមឲ្យសួរអញ្ចឹងពេលដែលយើងមានចំណេះដឹងនោះពុកម៉ែបងប្អូនអត់ភ័យរឿងជីថ្នាំมันមានអីការភ័យព្រួយទេព្រោះអីយើងចង់ធ្វើអីក៏ដោយយើងដឹងអំពីឫសគល់របស់វាបានយើងទៅធ្វើបានផ្លែផ្កាយើងដឹងឫសគល់ព្រោះថាតែក្នុងថ្ងៃហ្នឹងយើងត្រូវការអីឧទាហរណ៍ target របស់យើងក្នុងមួយថ្ងៃហ្នឹងយើងទៅធ្វើការយើងត្រូវការអីជួនកាលអ្នកខ្លះខ្ញុំអត់ដឹងដែរទៅដល់ office រកមើលអីធ្វើនឹងទៅអត់ទេឧទាហរណ៍អ្នកទីផ្សារឬក៏អ្នកបច្ចេកទេសយើងមកដល់ office យើងត្រូវរៀបចំអីចឹងទៅដើម្បីធ្វើបញ្ចប់មួយថ្ងៃហ្នឹងអាហ្នឹងគេហៅថាអី plan ឬក៏គម្រោងយើងធ្វើដំណាំក៏អញ្ចឹងដែរឥឡូវត្រឡប់មកវិញយើងធ្វើបានហើយចាប់ផ្ដើមប្រមូលផលហើយភ្លៀងធ្លាក់ពុកម៉ែបងប្អូនតាក់តែងមេឃឲ្យហើយទៅមានថាក្រោយពីការបញ្ចប់តែងមេឃពុកម៉ែបងប្អូនចាប់ផ្ដើមបញ្ចូលអាហារឲ្យវាហេតុអីបើមិនយើងបញ្ចូលអាហារឲ្យវាមុនតាក់តែងវាខាតមានថាអាមេឃខ្លះយើងត្រូវកាត់ចោលអញ្ចឹងក្រោយនឹងមកដំណាំចន្ទីគេមិនប្រើចន្ទីខ្ពស់ទេគេប្រើចន្ទីទាបទីមួយសួរគ្រប់គ្រងសត្វល្អិតមួយទៀតសួរអីគ្រប់គ្រងចោលលួចវាលេងសើចណាស់ចន្ទីឡើយយើងម្ចាស់នៅពេញហ្នឹងមានគេជួយរើសយើងអស់ឡើយហ្នឹងទុំគេជួយរើសអញ្ចឹងយើងផលិតជីឬក៏វាជីមេ IMO BS ឲ្យបាន IMO BS ពុកម៉ែបងប្អូនសិក្សាទៅស៊ីជម្រៅមានផលប្រយោជន៍ខ្លាំងណាស់ខ្ញុំសូមសម្រាប់ប៉ុណ្ណឹងដោយសារពុកម៉ែបងប្អូនអ្នកខ្លះក៏អត់បានក៏អត់ចឹងសិក្សាទេគាត់តែឃើញគេប្រើក៏ប្រើតាមគេតែយើងអត់យល់អស់បើថាយើងយល់អស់យើងប្រើវាចំគោលដៅអញ្ចឹងទី1ជីផ្លែឈើជីត្រីជីពពុះស្បែកគោដែលគេចោលធូយើងទិញមកយើងធ្វើបានហើយបើថាលោកគ្រូអើយខ្ញុំគ្មានពេលទេការទៅផលិតនោះពុកម៉ែបងអាចទិញគេបានមានអ្នកខ្លះគេមានពេលគេធ្វើតែហ្នឹងគេលក់មកកានប្រមាណហ្នឹងវាអាស្រ័យលើគេអ្នកលក់
ពុកម៉ែបងប្អូនចង់បានចាំខ្ញុំអត្តសញ្ញាណជូនគេអាចធ្វើបានព្រោះគេមានវត្ថុធាតុនឹងនៅក្នុងដែរគេមានក្រុមការងារគេគ្រប់ទិសទីប្រមូលមកផ្ញើតាមឡានតាមអីមកដល់នឹងគេផលិតបានអញ្ចឹងមិនមែនថាតែខ្ញុំទេសូម្បីតែក្រុមហ៊ុនជីកសិកម្មមួយចំនួនក៏គាត់ប្រើវិធីសាស្ត្រនឹងដែរដើម្បីផលិតតែសម្រាប់ផលិតជីបែបនេះវាមានអាចកំបាំងមួយចំនួនមិនថាបើសិនតែខ្ញុំបង្ហាញពុកម៉ែបងប្អូនទាំងអស់ពុកម៉ែបងប្អូនមិនអាចមានលទ្ធភាពធ្វើនឹងទេអញ្ចឹងខ្ញុំចង់បរិញ្ញាបត្រឲ្យពុកម៉ែបងប្អូនចេះធ្វើដោយដាំបាយអញ្ចឹងព្រលឹមឡើងយើងគាត់ដាក់អង្ករចូលឆ្នាំងលាងហើយដល់ភ្លើងកន្លះម៉ោងក្រោយឆ្អិនអញ្ចឹងធ្វើអញ្ចឹងដូចគ្នាពុកម៉ែបងប្អូនគាត់តែរៀបមេហើយដាក់វត្ថុធាតុចូលមួយខែក្រោយវារលីទាំងអស់ពុកម៉ែបងប្អូនប្រើបានប្រើទាំងដំណាំអីដំណាំចេកដំណាំស្វាយចន្ទីដំណាំស្រូវដំណាំទុរេនដំណាំលម៉ើលាក់នឹងលាក់បូកនឹងលាក់អត់មានតមទេហើយមួយទៀតពេលដែលពុកម៉ែបងប្អូនប្រើហ្នឹងតើអត្ថប្រយោជន៍របស់វាដំណាំវាសម្របទៅតាមអាកាសធាតុបើពុកម៉ែបងប្អូនប្រើជីគីមីខ្លាំងវាអត់សម្របទេវានៅបន្ទាញបន្ទុងដាក់ទៅវាក្តៅពេកដាក់ទៅវា stress លទ្ធផលវាជ្រុះផ្កាជ្រុះឆ្វិតក្តាប់ហើយសម្រាប់ដែលគេប្រើបែបនេះអត្រាជ្រុះក្តាប់មានមិនមែនថាអត់ទេប៉ុន្តែវាតិចភាគរយទទួលយកបានដូចជាខាងបងនៅសៀមរាបរបស់គាត់100ហាត់ដែរឆ្នាំខ្លះ100តោនអីមិនដល់100ហាត់ទេដូចជា50ហាត់គាត់ទទួលបានផលច្រើនមានអីប្រហែលបងគាត់នៅក្នុងគ្រូហ្នឹងដែរខ្ញុំមកសារលើកឡើងដែរ50ហាត់ក្នុងមួយឆ្នាំគាត់អាចទទួលបានគេថាការចំណូលគាត់បើខ្ញុំថាតែគាត់បើណារឿងខាតអត់មានខាតទេដល់រដូវត្រីគាត់ផលិតហ្នឹងហើយគាត់ទិញអាត្រីទៅតូចហ្នឹងត្រាំទុកចោលក្នុងក្រោមដើមស្វាយចន្ទីអញ្ចឹងទៅពេលគាត់ប្រើគាត់ចាប់ផ្ដើមលាយទឹកបាញ់តាមកុលបាញ់លើស្លឹកហើយចន្ទីវាទទួលបានល្អណាស់ដំណាំចន្ទីនេះដំណាំស្រូវកាន់តែល្អទៀតអាដំណាំ90ថ្ងៃហ្នឹងដំណាំចន្ទីដំណាំរដូវអញ្ចឹងមានអីពិបាកពុកម៉ែបងប្អូនគិតមកហើយបើប្រើថ្នាំមួយទៀតពុកម៉ែបងប្អូនប្រើថ្នាំឲ្យត្រូវអាវគ្គផ្កាហ្នឹងបើប្រើតាមខុស0វាងាប់ផ្កាស្មូលថាម៉េចឡើយអញ្ចឹងកន្លងមកខ្ញុំប្រាប់អាសេផាតថ្នាំនេះបើនៅប្រទេសវៀតណាមគេហាមដោយសារទី1ពុលខ្លាំងទី2វាងាប់ពពួកសត្វល្អិតមានប្រយោជន៍ដូចជាឃ្មុំអីណាមួយទៀតពេលរបាញ់ត្រូវវាលំអងផ្កាស្មូលនឹងវាងាប់មិនថាវាអត់លូតលាស់តែវាខូចនិយាយពាក្យថាខូចទេណាអញ្ចឹងបើសិនជាវាខូចវាទៅកាន់ក្តាប់មិនទៀតអត់បានទេមួយទៀតពុកម៉ែបងប្អូនប្រើអាបាបេទីនឬមកគាត់ថ្នាំក្តាមអីហ្នឹងដែលមានរូបមន្តពីក្រោយ EC ឬ Sulfidipol រូបមន្តពីក្រោយ EC Cypermethrin រូបមន្តពីក្រោយ EC អាហ្នឹងសិតតែខូចហើយតំណែងនេះគឺយោងទៅលើ Aracrop Science ENC ជាពពួកក្រុមហ៊ុនខ្នាតអន្តរជាតិវិសិក្សាទាំងនៅថៃនៅវៀតណាមនៅលាវនៅពួកទ្វីបអាហ្វ្រិកមួយចំនួនទៅលើដំណាំហូបផ្លែកុំបាញ់ហ្នឹងពេលផ្កាណាបើថាស្លឹកកន្ទេលបាញ់ចុះវាមិនអីទេស្លឹកកន្ទេលអញ្ជើញបាញ់ចុះប៉ុន្តែបើវគ្គផ្កាខ្ញុំបានលើកឡើងជារឿយវាធ្វើឲ្យផ្កាយើងវាក្រៀមវាក្រូចដោយសារវាមានប្រេងហើយបើពុកម៉ែបងប្អូនបើតែពិសេសកុំប្រើហ្នឹងឲ្យវាល្អជាងកុំថាអញ្ចឹងវគ្គបកាប្រើហ្នឹងពុកម៉ែបងប្អូនខូចហ្នឹងមិនមែនអ្នកដតីគេខូចណាស់អ្នកថាអ្នកផ្សេងគេថាគេចេះថាទៅមកពីចង្ការគេវាអត់ខូចពីចង្ការយើងវាខូចពពួកផ្កាហ្នឹងអត់គាត់ថាចង្ការខ្ញុំអត់អីហោចុងអត់អីគាត់ប្រើប្រាស់ទៅវាគេហៅថាចំនួនបរិមាណតិចឬក៏តំបន់គាត់វាអំណោយផលឬថាបាញ់ទៅវាមិនសូវក្តៅអញ្ចឹងវាអត់អីទេវាប៉ះពាល់តិចតួចដែលយើងមិនអាចកណនាតាមបានចាដល់ពេលក្តៅឬមួយក៏អីទៀតបាញ់ទៅវាខូចនឹងណាតនេះខុសត្រូវគ្មានណាគេមានតែខ្លួនយើង
ngoài ông ôn trong cái lại năng chân tí pi nhưng ta làm khóc pe vì lý nhưng ta khóc pe vì lý vì đã chạy và đó ta làm tới vinh nên cũng ngay bong ôn trong chùmรุ่นยังអាចប្រើប៉ុណ្ណឹងបានអញ្ចឹងជំរុញមកជើងនឹងមកជើងមុនយើងប្រើថៃអូរីឬ13.46 cover ទៅលើវាប្រហែលគីឡូ2គីឡូ3គីឡូទឹក1000លីត្រណាថៃអូរីប្រហែល2គីឡូ13.46ប្រហែល5គីឡូបាញ់អីដើម្បីឲ្យអាស្លឹកតែវាលាស់មកវាឆាប់ចាស់មិនថាវាស្តេសវាឆាប់ចាស់ដើម្បីយើងចង់បានទទួលស្លឹកថ្មីមួយទៀតស្លឹកថ្មីទី1ទៀតចាញ់មកវាចាញ់ផ្កាតែម្ដងមួយនេះជាគោលបំណងដែលពុកម៉ែបងប្អូនបាញ់ជំរុះនេះជាគោលបំណងបាញ់ជំរុះទី1ជំរុះយើងប្រើអីថៃអូរីអញ្ចឹងបើរដូវហ្នឹងគឺក្នុងអំឡុងខែ10ភ្លៀងចឹងពុកម៉ែបងប្អូនប្រើច្រើនពី6គីឡូទៅដល់8គីឡូបាទបាញ់ប៉ុណ្ណឹងដើម្បីឲ្យជ្រុះឲ្យវាក្រហមឲ្យជ្រុះមានពេលខ្លះបាញ់ដល់តែ2ជើងមានពេលខ្លះបាញ់មួយជើងជ្រុះល្អតែមិនត្រូវភ្លៀងដល់បាញ់ត្រូវភ្លៀងលាងអស់ហើយថែមទៀតអានឹងការជំរុះអញ្ចឹងអាការជំរុះបាញ់ហ្នឹងវាឲ្យខ្សោយចន្ទីយើងខ្សោយវានឹងវាជ្រុះហ្នឹងវាអស់អ្នកខ្លះគាត់ថាបាញ់លោកគ្រូបាញ់ជ្រុះវាណាគោបំណងគាត់ចង់បាញ់ជ្រុះឲ្យអស់មកប៉ុន្តែជំរុះគេចង់លើកឡើងថាជំរុះស្លឹកដែលមិនអាចប្រើការបានជំរុះស្លឹកដែលអត់មានគុណភាពអាចស្លឹកចាស់ចិត្តជ្រុះហើយវាមិនព្រមជ្រុះជំរុញឲ្យវាជ្រុះតែពុកម៉ែបងប្អូនកសិករគាត់យល់ខុសគាត់ថាដាក់ឲ្យវាជ្រុះទាំងអស់ទៅចាញ់ស្លឹកថ្មីមកការយល់ខុសរបស់គាត់ទាំងហ្នឹងត្រង់ហ្នឹងតែអ្នកដែលគេយល់ជ្រៅគេយល់ដូចខ្ញុំលើកឡើងមកណាជ្រុះអាស្លឹកអត់មានប្រយោជន៍បាទតើជ្រុះអាហ្នឹងអាស្លឹកដែលនៅមានប្រយោជន៍វានឹងចាស់អញ្ចឹងមួយជំហានទៀតវានឹងលាស់មកហើយគេបាញ់ជំរុញមួយទៀតចាប់ដើមចាស់ហើយចាញ់មួយទៀតវាមានអាស្លឹកទួយផ្កាមកតែម្ដងតែប្រយ័ត្នអាកន្លែងហ្នឹងផ្កាវាស្គមវាអត់មានកម្លាំងដោយសារអីខ្វះធម្មពលខ្វះអាហារអញ្ចឹងអាហារវាចម្បងជាអីជាអាសូតអ្នកខ្លះគាត់ដាក់ជីគីមីឥឡូវជីគីមីឥឡូវវាឡើងថ្លៃតែខ្ញុំមិនហ៊ានលើកឡើងទេនាំគាត់ថាដោយសារលោកគ្រូអាយជីឡើងថ្លៃថាអញ្ចឹងអានឹងជារឿងមកគេតែអ្វីដែលខ្ញុំចង់ធ្វើបានកុំឲ្យពុកម៉ែបងប្អូនយល់ដឹងចំណេះស៊ីជម្រៅដើម្បីផលិតទៅលើដំណាំអីមួយឲ្យវាបានជោគជ័យជឿពុកម៉ែបងប្អូនចង់សិក្សាពីលើដំណាំណាដាំដុះដំណាំណាទី1សិក្សាទៅការលើជីវសាស្ត្រការលូតលាស់របស់វាអាយុកាលរបស់វាហើយនឹងការលូតលាស់របស់វាតែវាជួបបញ្ហាអីជំងឺសត្វល្អិតយ៉ាងណាហើយថែទាំឲ្យវាធំធាត់មួយទៀតសម្រាប់ចាញ់ឈ្នះលើទីផ្សារបានថ្លៃឬបានថោកអាហ្នឹងរឿងផ្សេងរឿងទីផ្សារជាអ្នកចម្រាច់តែខ្ញុំបរៀនឲ្យចេះផលិតហ្នឹងឲ្យបានជោគជ័យសិនចន្ទីអញ្ចឹងបានជោគជ័យសិនដល់ទីផ្សារយើងក៏វា5000អស់កម្លាំងឡើង7000ហ្នឹងបានតែយើងអត់ដឹងថាទីផ្សារវាខ្វះវាឡើង10000ក្នុងហិកតាបានតោនកន្លះអេប៉ុណ្ណឹងអញ្ចឹងយើងជំរុញចង់បាន2ស្លឹកជំរុញយកតែមួយស្លឹកយកត្រួយបងប្អូនតន់ឡើយហ្នឹងណាតែខ្ញុំមិនអាចថាពេលវេលាទិដ្ឋភាពទាំងអស់ហ្នឹងធ្វើឲ្យព្រមគ្នាបានទេពុំចាំផ្សេងពុំធំផ្សេងរតនគិរីផ្សេងដុលគិរីផ្សេងអញ្ចឹងវាអាចពេលវេលាខុសគ្នាបាទអញ្ចឹងយើងជោគជ័យទី1យើងដឹកចង្វាក់ផលិតកម្មរបស់វាយើងការប្រើប្រាស់ជីថ្នាំមួយចំនួនត្រូវមួយទៀតចេះផលិតខ្លួនឯងកាត់បន្ថយមិនមែនកាត់បន្ថយច្រើនណាកុំនិយាយ
ក្នុងក្រុម IMOBS កម្ពុជាឬស្វាយហ្នឹងកាត់បន្ថយបានច្រើនណាស់តែអ្នកណាថាមិនកាត់បន្ថយនៅក្នុងទស្សនៈគាត់មិនដែលធ្វើគាត់មិនដែលធ្វើគាត់មិនផលិតគាត់អត់មានពេលណាអត់មានពេលទិញគេទៅគេលក់ឲ្យយើងកំងគេទៅកំងឆ្នាំហ្នឹងកំងនេះមួយតោននោះអ្នកផលិតហ្នឹងគេធ្វើគេទុកឲ្យយើងបើសិនអញ្ចឹងណាបើសិនណាមានលុយឲ្យកំងគេឲ្យបានបើខ្វះលុយធ្វើខ្លួនឯងប៉ុន្តែបងប្អូនគិតជាយើងជាកសិករមែនតែយើងធ្វើយើងត្រូវតែធ្វើកម្លាំងមកយើងឲ្យយើងជួលគេពេកយើងខ្លាចជាម្ចាស់ហើយខ្លាចជាស្ថិកសិករហើយឥឡូវថាអ្នកធ្វើស្រែអញ្ចឹងណាគាត់ថាណាតាំងពីព្រោះជួលគេជួលដៃជួលគេសាបជួលគេចូលជួលគេលុកជួលគេអាលីឡើងទៅអាលីពីស្រែទៅថ្លឹងឡើងជួលគេទាំងអស់ខ្ញុំថាអញ្ចឹងពូស្រួលទេចឹងស្ទាយអញ្ចឹងជួលគេទាំងអស់ចូលជួលគេគាត់ថាជួលគេមកសពមកជួលគេមកសពចំណាញ់ប៉ុណ្ណឹងវាបានចង់បានអីទៀតអញ្ចឹងចូលជួលគេទាំងអស់ហើយណាគាត់នៅតែអង្គុយពេលដល់ចូលអង្គុយកងតាក់ខ្លានៅលើភ្លឺស្រែមកមិនសិននឹងវាចូលបានប្រហែលវាដឹកឡើងមកលើផឹកកាហ្វេជក់រ៉ៃឆ្លងយកលុយជីបទៅផ្ទះហ្នឹងវារបៀបថាកសិដ្ឋាននៅបរទេសហ្នឹងគេធ្វើធំបងប្អូនគិតជាឧទាហរណ៍ប្រទេសគេធ្វើកសិកម្មគេធ្វើខ្នាតធំហើយប្រមគ្នាគេហ៊ានជួលយើង1ម៉ោង25ទៅ$30ដើម្បីទៅធ្វើអញ្ចឹងធ្វើតែ1ម៉ោងគេទៅប្រហែលលុយអញ្ចឹងឧទាហរណ៍គេលក់1គីឡូ$15ឥឡូវថាពាំងបាយជូរឬក៏ស្កូបរី$15ទៅ$20មួយគីឡូតែគេជួលយើង1ម៉ោង$25ទៅគេនៅចំណាំអាហ្នឹងលក់មកដល់យើងកាត់អស់ថ្លៃនឹងជូរណាគេនៅចំណាំហើយយើងជួលគេដែរវាមានតម្លៃហ្នឹងវានៅតែខាតបងប្អូនគិតឥឡូវយើងធ្លាក់មកចន្ទីវិញឥឡូវជំនាញទី1អ្នកណាចង់ជំរុះក៏ជំរុះទៅតាមទស្សនៈរបស់ខ្លួនទី2ជំរុញគាត់ថាជំរុញវាខុសគ្នាថាអាចជំរុះហ្នឹងមកប្រឹងឲ្យវាក្រោយពីជ្រុះវាប្រើធម្មពលប្រើអ្វីដែលវាឃ្លានហ្នឹងវាដើម្បីបញ្ចាញ់ឆ្លឹកហើយតាជំនាញទី2ជំរុញហ្នឹងវាមិនសូវប្រើធម្មពលទេមិនសូវប្រើទេដើម្បីវាគាត់ណាប្រើធម្មពលបញ្ចាញ់ត្រួយផ្កាមកតែម្ដងបាទហើយទៀតពុកម៉ែបងប្អូនត្រូវចាំណាអាវៈអស់ហ្នឹងពុកម៉ែបងប្អូនត្រូវដាក់ជីហ្នឹងវាមានអីទេមានតែជីអាសូតហ្នឹងខ្ញុំមិនរីកមិនឲ្យពុកម៉ែបងប្អូនប្រើច្រើនទៅលើជីគីមីទេប៉ុន្តែពុកម៉ែបងប្អូនមានលទ្ធភាពក៏ប្រើទៅអ្វីដែលយើងផលិតបានខ្លួនឯងតាមកម្មវិធី IMOBS ជីហ្នឹងយកមក cover លើវាចង្ការឬក៏បូកជាមួយ Bio Ara អាហ្នឹងកញ្ចប់វាមកកញ្ចប់ហ្នឹង1គីឡូ1000លីត្រទឹកវាមានធាតុសកម្មច្រើនក្នុងហ្នឹងលាយជាមួយវាឧទាហរណ៍វាមកកញ្ចប់1000លីត្រទឹកដាក់ជីត្រី10លីត្រឬក៏ជីស្បែកគោ10លីត្រស្រោចមានន័យថាជីស្លានអាត្រាក់យើងហ្នឹងបាញ់ចូលកុលទៅមកបាយអាទិត្យម្ដងទៅអញ្ចឹងវាចាប់ផ្ដើមប្រមូលធម្មពលបានមកវិញដោយសារមួយឆ្នាំពុកម៉ែបងប្អូនយកផលវាអស់មិនធ្វើគេនឹងឲ្យជីដល់ដៃមិនសូវដាក់ណាសួរគ្នាបានគ្នាអីមកវិញយកអស់ពីខ្លួនគ្នាណាយើងគាត់តែគិតឡើងហ្នឹងទោះជាបាញ់ស្លឹកក៏វានៅមានកម្រិតដែរបាញ់ស្លឹកដោយសារអីដោយសាររដូវក្តៅអញ្ចឹងបើរដូវក្តៅពុកម៉ែបងប្អូនទៅប្រឹងដាក់ជីឲ្យយកឡើងរបៀបម៉េចសំណើមអត់មានអាម៉ោមទេតិចតួចទេអញ្ចឹងបាញ់ចូលស្លឹកវាចូលតាមស្តមាតមាត់ស្លឹករបស់វាតែវាមាន limit របស់វាមានកម្រិតរបស់វាអាមាត់ស្លឹកហ្នឹងប្រហែលnanomètre ដែលវាយកអា molecule នឹងចូលបានហើយបើសិនជាយកចូលអត់បានវាចោលអញ្ចឹងមានជីខ្លះអា molecule វាធំវាចូលអត់រួចបើមានអាខ្លះប្រភេទក្រោយនឹងដែលខ្ញុំដឹងថាវាប្រភេទគេហៅទូច micromet បាញ់ចូលជ្រាបចូលបាញ់ចូលជ្រាបចូលកោសិកាស្លឹកអញ្ចឹងវាដឹកជញ្ជូនទៅចិញ្ចឹមគ្រាប់ពុកម៉ែបងប្អូនត្រូវយល់ឡើងហ្នឹងអញ្ចឹងឥឡូវយើងចង្ខេបមកវិញទី1ផលិតជីបែប IMOBS អ្នកដែលអត់ទាន់មានចំណេះដឹងអាចចូលសិក្សាទៅលើ IMOBS training ខ្ញុំផ្ញើ link ចូលគ្រប់ចូលចុះអាហ្នឹង free ទេសិក្សាតាមហ្នឹងឯកសារមានទាំងអស់មានទាំងវីដេអូមានទាំងការណែនាំហើយខ្ញុំធ្វើបានតែប៉ុណ្ណឹងមានន័យថាយើងប្រើបច្ចេកវិទ្យា IT ឬក៏តាមអ៊ីនធឺណិតឯងបានតែប៉ុណ្ណឹងបើសិនតែចុះទៅបរៀនពុកម៉ែបងប្អូនចំណាយច្រើនណាស់ហើយខ្ញុំមិនមែនជា
rod ឬក៏មិនមែនជាអីទេគឺឯកជនឬក៏បុគ្គលម្នាក់សាមញ្ញតែប៉ុណ្្នឹងតែខ្ញុំជួយបានតែប៉ុណ្្នឹងអ្វីដែលធ្វើអស់ហើយដល់តែពុកម៉ែបងប្អូនប្រឹងប្រែងខ្លួនឯងទៅបាទអញ្ចឹងកម្មវិធីសិក្សាលើហ្នឹងពុកម៉ែបងប្អូនចូលអ្នកណាដែលអាចទិញសៀវភៅបានក៏ទិញទៅដើម្បីអីដើម្បីទៅចំការអីអបសុកបើកមើលមិនសួរចុចសួរគេអញ្ចឹងក្នុងគ្រូអញ្ចឹងមានអញ្ចឹងមិនយល់ឡើយណាសួរឡើយនោះបើខ្ញុំនៅកាន់គ្រប់គឺខ្ញុំបង្ហាញទាំងអស់ហៅគ្មានអ្នកលាមានទេបង្ហាញពុកម៉ែបងប្អូនរបៀបធ្វើរបៀបប្រើប្រាស់ហើយណាអ្នកខ្លះអបសុកនៅចំការបើកមើលទៅបើអត់មានអ៊ីនធឺណិតយើងបើកសៀវភៅមើលទៅសួរសៀវភៅវាមានអ្នកខ្លះទិញ YouTube ចម្លងវាល្អព្រោះណាវាមិន original តែយើងកាន់អ្វីក៏ដោយ original ទៅវាមានតម្លៃជាងបាទមួយទៀតការប្រើប្រាស់ជីអត់ត្រឹមត្រូវឆ្នាំតែប៉ុណ្ណឹងពុកម៉ែបងប្អូនមិនបារម្ភហ្នឹងឯងបើសិនជាអាកាសធាតុប្រែប្រួលមិនទទួលបានផលអីក៏ពុកម៉ែបងប្អូនក៏គេហៅថាលើសរួចខ្លួនហ្នឹងដែរមិនខាតអញ្ចឹងបើយើងទិញគេទាំងអស់ហ្នឹងវាខាតដែរឥឡូវចង្កាមកវិញទី1ក្រោយប្រមូលផលហើយធ្វើអីរងចាំភ្លៀងដល់ខែ9ខែ10តាក់តែងវាទៅតាក់តែងដាក់ជីវាឲ្យច្រើនអាហ្នឹងមួយហើយជុំខែនេះបានយើងធ្វើស្រែយើងដាក់ជីតាមមកដល់បាយដងឲ្យគ្នាដាក់តិចចោលចឹងហើយចង់ឲ្យបានផលច្រើនវាអត់មានមួយទៀតដល់វគ្គជំរុញស្លឹកជំរុញផ្កាជំរុញផ្កាយើងប្រើអីពេលដែលផ្កាពុកម៉ែបងប្អូនចាញ់មកហើយខ្ញុំរីខមមិនពុកម៉ែបងប្អូនអានេះក៏តែខ្ញុំសួរគេទៅតម្លៃវាសមស្របដែរមក10កន្លះលីត្រ 1000 លីត្រទឹកបូកជាមួយអាហាយបូហ្នឹង2ដប 1000 លីត្រ2ហ្នឹងបូកមួយហ្នឹង 1000 លីត្រទឹកលាយចូលគ្នាបាញ់ពេលវាចាញ់ក្ពួយផ្កាមកអញ្ចឹងអាធាតុសកម្មក្នុងហ្នឹងវាជំរុញពិសេសអាប៉ាហ្នឹងតែម្ដងជំរុញឲ្យវាលូតលាស់មកវាទាញឲ្យលូតលាស់មកយកធាតុសកម្មពីដៃមកឲ្យជំរុញពពួកអាហាយបូហ្នឹងវាមានអីដូចជា nano បែបបូរ៉ុនល្អិតតូចហើយវាមាន NAA វាមានកាល់ស្យូមនិងសង្កសីវាជំរុញឲ្យចន្ទីនឹងយើងលូតលាស់កាន់ផ្កាល្អវាមានពីឆ្នាំទៅមានបងមួយនៅកំពង់ចាមផ្កាច្រើនគាត់ថាឆ្នាំហ្នឹងទទួលបានផលច្រើនណាស់តែគាត់ជួបធាតុអាកាសក្តៅហើយគាត់នឹងប្រើអាបាបេទីនដែលមានរូបមន្ត EC ហ្នឹងខ្ញុំប្រាប់ថាហេតុអីបានមិនស៊ូពេលដែលយើងវាមានផ្កាអញ្ចឹងគាត់ cover គាត់បាញ់ទៅលើបើវាខាប់ទៅវាស្អិតវាធ្វើឲ្យខូចផ្កាពិសេសផ្កាឈ្មោលហ្នឹងអាហ្នឹងចន្លោះតែប៉ុណ្ណឹងមួយគឺបរាជ័យបាទអញ្ចឹងប្រើតែអាប៉ារ៉ាហ្នឹងទៅហើយនឹងអាហាយបូហ្នឹងគឺល្អអាវៈហ្នឹងឥឡូវនោះវាមានឈុតថែមអាមីណូមួយទៀតអានេះវាមានធាតុសកម្មច្រើនវាមានក្នុងហ្នឹងសម្រាប់ដំណាំហូបផ្លែគ្រប់ប្រភេទមិនថាស្រូវចន្ទីតបែកអីទេប្រើអាមីណូ160ម៉ៃក្នុងហ្នឹងវាមានអីសារ៉ាយសមុទ្រវាមានអាវស៊ីនវាមានជីវាមានវាមាន NPK ហើយនឹងវាមានពពុះម៉ៃក្រូធាតុមួយដបហ្នឹងពួកគាត់ថា1លីត្រហ្នឹងប្រើ1000 លីត្រទឹកតម្លៃដូចជាប្រហែលក៏មិនច្បាស់ទេចាំកុំសួរពួកគាត់ហើយនឹងអាប៉ារ៉ាអាពីរហ្នឹងមានតែក្រោយប្រើហ្នឹងគឺអាដំណាំហ្នឹងវាលូតលាស់ល្អមិនថាស្រូវមិនថាក្រូចមិនថាតបែកមានកន្លែងមួយគាត់ប្រើអាហ្នឹងគាត់តែមួយឆ្នាំដៃគាត់ទៅហ្នឹងគាត់បេះគាត់លក់បាន 12000 13000ចំណូលពីតបែកផ្លែរហូតពួកអាតបែកក្របអត់ក្របអាតបែកហ្នឹងទីផ្សារតបែក1គីឡូដូចជា 6-7000 អញ្ចឹងខ្ញុំឆាតចូលគ្រូឲ្យមកក្នុងមួយឆ្នាំគាត់រក10000ជាងគាត់តបែកហ្នឹងបេះរហូតគាត់តែលុំណាបេះលក់តាមមួយរហូតអញ្ចឹងចង្កាមកវិញចន្ទីវាមានតែប៉ុណ្ណាចន្ទីมันមានអីពិបាកផលិតទេគឺថាគាត់ណាពុកម៉ែបងប្អូនត្រូវតែមានការយល់ដឹងដើម្បីផលិតបើពុកម៉ែបងប្អូនមិនមានចំណេះដឹងយើងផលិតទៅវាមិនជោគជ័យយើងបាញ់ខុសពេលវេលា
ប៉ុន្តែឲ្យតែពុកម៉ែបងប្អូនធ្វើតាមអ្វីក្នុងគ្រប់ស្វាយចន្ទីនេះពុកម៉ែបងប្អូននឹងទទួលផលបានដោយសារអីទី1ខ្ញុំនៅប្រឹក្សាក្នុងនឹងរហូតខ្ញុំប្រឹក្សាហើយខ្ញុំមិនមែនចែករំលែកដល់អត់ច្បាស់ទេអ្នកខ្លះក៏សួរខ្ញុំមានចន្ទីអត់មានមិនមែនថាអត់ទេខ្ញុំធ្វើហើយប្រហែលឆ្នាំឥឡូវឆ្នាំនេះខ្ញុំមិនធ្វើដោយសារគេលួចពេកយើងធ្វើអាផ្លែផ្កាបានទុំយើងបានទៅគេជួយរើសគេជួយរើសណាអញ្ចឹងមិនចង់ជឿក្បាលតែសម្រាប់សមាជិកមួយចំនួនគាត់ទទួលបានផលល្អឆ្នាំនេះខាងសៀមរាបខាងស្គនខាងកាចេះបងប្អូនអាចឆាតសួរគាត់នៅនឹងតើអ្នកខ្លះគាត់ថាមិនចាំបាច់ជឿក្បាលទេទៅដល់ពេលយោងតាមកម្មវិធីការណែនាំពេលហ្នឹងម្លឹងបាញ់គាត់រើសបានអ្នកខ្លះគាត់ថាឆ្នាំហ្នឹងគិតទៅថាមិនបានផលប៉ុន្តែគិតទៅបានផលច្រើនរើសមកអត់ទេ3ហាត់4ហាត់អីរើសមួយថ្ងៃ5-600 គីឡូគាត់ថាអញ្ចឹងអញ្ចឹងมันមានអីលំបាកទេបងប្អូនផលិតឲ្យតែបានបែប GMO VS គឺទទួលបានផលពពុះប៉ារ៉ាអាមីណូនេះដើម្បីបន្តបន្សំដែលយើងផលិតអត់បានប៉ារ៉ានេះវត្ថុធាតុរបស់វាមកពីសហរដ្ឋអាមេរិកអញ្ចឹងក្នុងហ្នឹងវាមានគេហៅថាគេអាប់ក្រេតធាតុសកម្មថ្មីគាត់ថាខ្ញុំមិនដឹងខ្លះទេគេមិនបង្ហាញខ្ញុំទាំងអស់នោះដែរព្រោះអីក្នុងពពុះក្រុមមួយអស់ហ្នឹងគេទោះយ៉ាងណាក៏ដោយពួកដែលគេមានជាក្រុមហ៊ុនធំគេមានចម្ងាត់របស់គេមិនដែលឲ្យគេបែកឃ្លាអ្វីដែលឲ្យអ្នកដទៃគេចម្លងទេហើយចម្លងរបស់គេជាការខុសទៀតអញ្ចឹងវាលំបាកអញ្ចឹងពុកម៉ែបងប្អូនអាចចែករំលែកបានអញ្ចឹងសង្ខេបមកវិញចន្ទីគាត់ថាវគ្គជំរុញវគ្គជំរុះជំរុញឲ្យត្រឹមត្រូវវគ្គថែទាំផ្កាឲ្យត្រឹមត្រូវនិងប្រើប្រាស់ឆ្នាំពុលហ្នឹងឲ្យត្រឹមត្រូវពុកម៉ែបងប្អូនអត់មានបរាជ័យទេអាកាសធាតុឆ្នាំហ្នឹងក៏វាមិនទៅក្តៅណាខ្លាំងដែរវាប្រហាក់ប្រហែលពីឆ្នាំ2025ណាវាប្រហាក់ប្រហែលគ្នាសាហេតុអីអ្នកខ្លះបរាជ័យទាំងស្រុងអ្នកខ្លះគេអត់អីឬមកគាត់ពីទីតាំងកន្លែងគេចង្ការគេតែដល់ខ្ញុំសិក្សាទាំងអស់ទៅប្រើថ្នាំខុសអាសំខាន់កន្លែងប្រើថ្នាំអាថ្នាំនេះដោយខ្ញុំលើកឡើងអញ្ចឹងពុកម៉ែបងប្អូនចិត្តតែមិនជឿចាញ់នៅរឿងអច័យអញ្ចឹងណាឥឡូវកន្លែងហ្នឹងយើងប្រើរបៀបម៉េចពពុះជីត្រៃយើងលាយអាហាយបូហ្នឹងមកលាយអាហ្នឹងបាញ់គឺអូខេមកសារធាតុចិញ្ចឹមនៅក្នុងមួយដបហ្នឹងប្រើ500លីត្រទឹកបាញ់ប្រហែលជាមួយអាទិត្យ10ថ្ងៃដាក់ម្ដងទៀតវានឹងលុតក្តាប់ល្អពពុះសัตว์ដែលមកជំនួយក៏អត់ប៉ះពាល់ហើយបើពុកម៉ែបងប្អូនប្រើអាផ្សេងខ្ញុំអត់ដឹងទេព្រោះខ្ញុំធ្លាប់សិក្សាទៅលើហ្នឹងខ្ញុំពិសោធន៍លើហ្នឹងបានប្រហែលជា3ឆ្នាំបាទហើយចំពោះប្រើថ្នាំពុកម៉ែបងប្អូនប្រើថ្នាំខុសខ្ញុំលើកឡើងដដែលខ្ញុំរីកមិនដល់ពុកម៉ែបងប្អូនទី1តើអាវិញហ្នឹងបើជាពពុះថ្នាំគីមីអាហ្នឹងជំនាញលើពពុះសត្វចិញ្ចុកមូសតែសមោលអីទៀតពីពីងក្រហមប្រើហ្នឹងវិញទៅវាមាន3សារធាតុ Dinotefuran 15%, Thiamethoxam 25%, Imidacloprid 15%តែប៉ុណ្ណឹងពពុះសត្វចិញ្ចុកណាក៏មិននៅដែរទី1តួអសមក៏វាទៅដែរមិនថាធ្វើឲ្យវាឈឺក្បាលប្រព័ន្ធសរសៃប្រសាទដូចយើងអ្នកខ្លះគាត់ញ៉ាំស្រាហើយហ្នឹងវាធ្វើឲ្យយើងអញ្ចឹងសាឡាត់មួយទៀតជូកសម្លាប់ឈ្មោះគេមិនមែនជូកសម្លាប់ខ្ញុំគ្រាន់តែដាក់ឲ្យសើចលេងអញ្ចឹងណាអាហ្នឹងបាញ់ទៅលើស្បែកពពុះដង្កូវហ្នឹងពពុះស្បែកតហ្នឹងគ្មាននៅទេឲ្យតែត្រូវវារលាកហើយដង្កូវឲ្យតែវារលាកវាធ្លាក់វាងាប់មកហើយបើសិនជាវារលាកវាកិច្ចរួចវានឹងធ្វើរបៀបថាខ្លាយជាដុកឌឺទៅមេអំបាវអញ្ចឹងទៅអញ្ចឹងយើងបាញ់យើងមិចអានឹងមួយគ្នា
Mùi tiết nano active nano active anh nâng tôi ti vì ấy bài sờ máu việc bánh tới ở pool sờ máu mình ta bập sờ máu bập sản trụ nâng bánh tôi vì trào nâng mà nên ta vì là mua luôn đưa gọi ấy chẳng này tập tức slab mà là vì tàu slab ở chẳng ai vì mình nào thế nâng mùi tiết bánh tôi bập slab nâng bánh tôi vì chỉ đẹp bập bánh tôi vì chỉ đẹp liền đầm bài ấy vì chỉ đẹp vì tàu bập tham pool nó nào không chỉ để ca ở chẳng ai bập nâng vì máu trụ đặt sử dụng trong chút bớt mau thằng ngon nè ở trên tập bớt mau thằng ngon nâng tìm muối anh nào sao ngọt ở nam bằng sao hao được bạn mà là hao tao ấy mình hiền một vinh đi là tao hết hiền một vinh để muốn là về riêng tại không cầm vì thì IMO bị nhớ có miền nam môi đài nâng nam pol nông không IMO bị miền tại bụng ai ôn ai phải lật bàn mà nẹo xa cái phải lật bàn mà nẹo mình ở xa là lật bàn này bánh prao nhưng tao khuyên sạch ấy môi nào á tao mình nước mà nên là tại vì mình bắt bỏ là mình nút sạch ở nên bắt bỏ là mình nút sạch thì anh ấy nhưng thua vì cái chiết đợi chi mà tê này khác gặp prao bông thành đa miền một tê miền này miền anh xây tại bảo là nâng ban ở miền ca làm gió còn mình vào cài đây slug ca làm gió và nó slug ca làm gió ở miền đi phục mà bom ôn là pon lên tức đạn là nó tiêu chùm nụ phi đo tao rồi lo anh đang phi sao thay sầm lắm tham pol pi nâng cứ được một với đập vào chi crop ấy là bây giờ crop anh tất cả đập vào chi ở trong cái admin cái nào admin ấy thế ở phục mà bom ôn pra mới tiếp một phép tức scแต่nó bị thay chi cả nó สำคัญbị thayแต่นี่แต่ลายมีซ้ำรอมว่าtập pi nâng vì admin xong mối tiết viện dùng tam ca sạc xa đọc bò lục cru xa chân không tà ràng nâng khai na vì miền xa lợn nâng tầng o vì miền và bộ xa lợn nâng chân bục mài bóng phôn tao tại căn tà ràng nâng vì tao nâng khi ông nâng nhà chun bục mài bóng phôn bảo bục mài bóng phôn tao ca pá khi ông nâng nhà chun chỉ PDF và tai nạn xem còn cùng mà là vô từ chấm lon thôi đi thôi nô ở chỗ vì cái bọn ai cái xa và cái không điểm trong chẳng dòng tam nó là khai na vì miền sạt ấy không nó quy được ó bảo thì gom thôi về dân miền ba lần hai phục mai bằng bọn mà từ trước có không sập hơi xóa chân ti riêng đau lục ru và xa miền và chẳng mấy chụp hiệp xóa chân ti giờ cũng mai bằng bọn ra tam nào mấy nơi mà ở trong đó cái trong có ban trên trong hai ở hai nữa cũng mai bóng phôn mơ ta nó thôi ba này vẹo mua tao prao chăng vì đây vạ thế ở là cũng mai bóng phôn start điểm nên sầm khăn thì muốn bạn nè chắc ai em ô bị hai lứa này còn trong bàn vậy thì tay bảo toàn chết cho cuộc thực xa ta rất có rồi sập hơ có ai có mong tình bán hay là bài về điểm đây nhưng mơ tới nhưng công tục khu thì mỗi khu có ai lưng chào công tục chào tập tục trong khu qua cho mình ăn thiêu thì lơ cá sặc xa cái sặc xa nẹo xa thua mơ ấy nữa khu qua con ăn thiểu ta sầm băm ta nẹo xa đây cũng sao thơ mình nơi ta cái hào ta khu qua mình ăn thiểu thì anh cầm lần làng mèn cùng thà cái được cục khăn ấy một khoa cho lo lại na có cháu thơ vận tải thiết bất vì chẳng mènนี่chỉ tin Nepal là dùng tam sập hơ lục cru san còn lợn là còn tam tá bây là cái nhom thua trận tí 7 năm nó còn hạ năng ở chân vi dùng từ lời dụ cá lần đây và ở chân sông khăn phục mai bong pon thua ấy tí môi
đó là đau với cứ bạn để na chấm ru có chấm ru tới mình chấm ru có chấm run tà ráng nó lơ nâng miền chẳng còn nhà chùn và một tiết là năm họ tem trăng chỉ dừng pra khó vì mình sao vậy thế chỉ pra khó mình sao vậy đây vì đúng luôn tại năm bảo pra khó và khó ca đó nó đặt asipha tao của ta ngát vì ngát tầm ca small chừng tao biết fly vào Việt Nam ta chán chán người ta ọt can nên đấy anh này khác còn ban là mà vẹn môn đi vẹn cao còn ban ta sầm bạp ta nhận thôi ta một cầm vị thì ai một vẹn môn của ban cao liên năng vẹn năng ban nào nghiền chân còn rơi vào đào năng hà sập hàn bảo quát mà một ngày còn rơi tao tao lái nó ở chân chừng chạy chấm này ta lên lại ra tiền đấy ở chân trong cái tục mà bao phong mình sầm nô ấy ai lơ chi sầm nô ban mà là ti trong cái đọc ram ti tục chun tục mà bao phong mình sầm nô su phim khi mình slide phim mà bạn này là su ai chơi su bạn su phim slide phim ta mà quay là khiêm cho khiêm đăng à, bằng lại là mình đang chụp vẽ sân mấy nuôi cho mình đang ngõ này hai cùng mình đang trộm rừng này bạn chơi mà bong bong mình dùng nô anh chơi su bạn bạn chơi chơi lật sầm nô bạn để làm mình sầm nô chơi lật sầm nô bạn bạn mình sầm nô tới cầm xu tụi mình tình là Paul nămនេះពុកម៉ែបងប្អូននៅតាមតំបន់ទទួលផលមកដល់ពេលនេះយ៉ាងណាដែរលើស្វាយចន្ទីរបស់ខ្លួនទី1ចំណាយទី2រើសបានមកដល់នេះរើសបានប្រមាណហើយស្ងាត់បាត់រលកបាទពុកម៉ែបងប្អូនអាចលើកជាសំណួរបាទបាទអ្នកណាមានសំណួរអាចលើកជាសំណួរខ្ញុំរីកខមមិនតែម្យ៉ាងទេនៅក្នុងអំឡុងការពុកម៉ែបងប្អូនជៀសវាងថ្នាំមួយចំនួនដោយខ្ញុំរៀបរាប់នេះប្រភេទអស់ហ្នឹងវាធ្វើឲ្យយើងជួបបញ្ហាទៅលើផ្កាក្រៀមផ្កាហើយសួរបើក្រៀមផ្កាហើយវាអត់កាន់ផ្លែត្រូវហើយធ្វើម៉េចពិសេសប្រភេទ AC ថ្នាំណាក៏ដោយធាតុសកម្មអីក៏ដោយ AC ពុកម៉ែបងប្អូនកាត់បន្ថយឬក៏កុំប្រើល្អជាងតែអាមុនចាញ់ផ្កាបាញ់អីចេះតែបាញ់ចុះថ្នាំក្តាមថ្នាំតៃអីចេះតែបាញ់ចុះប៉ុន្តែអាវៈផ្កាសុំកុំបាញ់ខូចពុកម៉ែបងប្អូនណាមានសំណួរអីចៃសួរ
Ba là cô sầm sù muối nhưng chẳng là cô ba là cam thì đại sa không thiên là bót là cô បាទ chẳng là cô ba này là mà muối đá là cô លម៉ើយើងមានគ្រប់លម៉ើប៉ុន្តែអ្នកដាំលម៉ើនៅស្រុកខ្មែរយើងតិចមានអាចិការមួយចំនួនតែយើងមានក្នុងហ្នឹងយើងមានកម្មវិធីលម៉ើនៅគ្រប់យើងគាត់ពួកគាត់ចូលសិនទៅហើយមានសំណួរអីគាត់អាចសួរក្នុងក្រុមហ្នឹងទៅទី1ខ្ញុំឆ្លើយហើយនឹងអ្នកជំនាញយើងឆ្លើយលម៉ើហ្នឹងជាដំណាំមួយថាថ្មីនៅកម្ពុជាយើងអ្នកខ្លះក៏អត់ដល់ស្គាល់ផងគាត់អាចស្គាល់ទេតែលម៉ើឆ្នាំនេះខាងបងដាំឃើញផលវាមិនដែរបាទប្រៀបធៀបឆ្នាំពីផ្កាពីឆ្នាំ2025និង26បាទលោកគ្រូដោយសារខ្ញុំអាស្រ័យហ៊ានដោយសារខុសធានបទលោកគ្រូលម៉ើយល់កន្លែងណាថាប្រធានបទក៏ទុកពេលឲ្យអ្នកស្វាយចន្ទីដែរក៏អត់មានចំនួនអ្នកណាឆ្ងល់អីខុសពីហ្នឹងក៏អាចសួរបានបាទលោកគ្រូដោយសារប្រៀបធៀប2025និង2026គឺលម៉ើកើនជាង10000ផ្កាលោកគ្រូកើតសម្រាប់ឆ្នាំ2026បាន40000ផ្កាជាងហើយនឹង2025បាន27000ផ្កាជាងអញ្ចឹងវាខុសគ្នា10000ផ្កាជាងហើយក្នុង10000ហ្នឹង10000ផ្កាហ្នឹងគិតទៅវាបានប្រមាណផ្លែបានប្រមាណគីឡូបានតោនណាដល់ចឹងហើយអាស្រ័យទៅលើម្ចាស់សួរថាម្ចាស់ហ្នឹងគាត់ចង់បានប៉ុន្មានដើម្បីអីយើងកាត់ផ្កាចោលយើងមិនចង់បានច្រើនជាងហ្នឹងកាត់ផ្កាចោលតែបើចង់បានច្រើនជាងហ្នឹងអាហ្នឹងរឿងផ្សេងយើងត្រូវបន្ថែមចំណាយឲ្យវាខ្លាចតែច្រើនពេកទៅវាចិញ្ចឹមផ្លែច្រើនពេកវាខ្វះចំណាយពីដៃយើងប្រៀបធៀបកន្លែងហ្នឹងបាទអញ្ចឹងបន្តបាទអញ្ចឹងបន្តបាទសម្រាប់លម៉ើក៏បានឬក៏ដំណាំផ្សេងបានខ្ញុំមិនថាកម្មវិធីនេះសម្រាប់ស្វាយចន្ទីទេអញ្ចឹងខ្ញុំទុកពេលឲ្យអ្នកស្វាយចន្ទីគាត់មានសំណួរបើគាត់អត់មានសំណួរយើងឆ្លើយផ្សេងអាចសួរផ្សេងបានសម្រាប់ដំណាំកសិកម្មតែដំណាំលម៉ើគឺទៅគេកុំដាំច្រើនពេកយើងដាំតែយើងនឹងបានថ្លៃដែរតែច្រើនពេកគេក៏ដាំយើងក៏ដាំវាជន់ទីផ្សារវាថោកពេកតែលម៉ើពិបាកតាមមើលទៅពិបាកថែទាំមិនដូចតរ៉េនមិនដូចស្វាយចន្ទីទេត្រូវតាក់តែងផ្លែវាស់សាយវាស់អីនឹងត្រូវការអ្នកជំនាញតែនៅកម្ពុជាយើងខ្ញុំមើលទៅក៏មានអ្នកជំនាញដែរមិនអត់ទេអ្នកជំនាញពីកម្មវិធី IMO វាអីមកយើងលម៉ើក៏ព្រមបានល្អមិនថាលម៉ើមិនថាអីផ្សេងទេគាត់មានចំណេះដឹងគេថាកាន់តែស៊ីជម្រៅទៅលើការគ្រប់គ្រងដំណាំនៅកសិដ្ឋានបាទអញ្ចឹងបន្តបាទអញ្ចឹងខ្ញុំសូមសែវវីដេអូមួយសិនតធំពេកវាអត់ឲ្យសែវពុកម៉ែបងប្អូនអត់មានអីទុកមើលแล้วណាសុំសួរមួយមើលលោកគ្រូសុំសួរមួយរឿងដូងបានឲ្យតាក់កុំឲ្យចែស៊ីដូងណាដូងយើងបានថ្នាំអី